មូលហេតុអ្វីបានជាឆ្កែលូតើយើងធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាឆ្កែលូជាពិសេសលូនៅពេលយប់ស្ងាត់ហើយពេលខ្លះឆ្កែលូតាមគ្នាពេញភូមិទៀតផងមនុស្សមួយចំនួននិយាយថាបើឮសំឡេងឆ្កែលូបញ្ជាក់ថាវាពិតជាឃើញខ្មោចមិនខានដូចគ្នានេះក្នុងភាពយន្តជាច្រើនដែលយើងបានទស្សនាគឺតែងតែដាក់សំឡេងឆ្កែលូមុនពេលមានខ្មោចចេញមកពេលខ្លះឆ្កែនឹងលូនៅពេលយប់ស្ងាត់ឬលូពេលថ្ងៃត្រង់ហើយពួកវាអាចលូដើម្បីបញ្ដេញសត្វផ្សេងៗឲ្យចេញពីហើយយើងតែងតែខឹងឆ្កែដោយសារពុំបានយល់ពីវាយើងមករកការពិតទាំងអស់គ្នាថាហេតុអ្វីបានជាឆ្កែលូគឺអាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជាមួយវាបានឮសំឡេងអ្វីម្យ៉ាងឆ្កែអាចឮសូរសំឡេងផ្សេងបានយ៉ាងលឿនបើទោះជាសំឡេងនោះតិចក្តីហេតុនេះហើយពេលវាឮសំឡេងអ្វីប្លែកមិនថាសំឡេងតិចឬសំឡេងខ្លាំងវានឹងមានអារម្មណ៍ភ្ញាក់ដូចជាសំឡេងរថយន្តសំឡេងស៊ីរ៉ែនសំឡេងចុចស៊ីផ្លេវានឹងលូឆ្លើយតបទៅសំឡេងទាំងនោះពីទាមទារការចាប់អារម្មណ៍ឆ្កែលូគឺជាវិធីមួយសម្រាប់ទំនាក់ទំនងជាមួយមនុស្សនៅពេលវាចង់បានអ្វីមួយពីមនុស្សពេលខ្លះឆ្កែលូដោយសារវាចង់លេងជាមួយមនុស្សឬចង់ឲ្យយើងចាប់អារម្មណ៍វាតាមដែលវាត្រូវការ3ភ័យខ្លាចនៅពេលនៅតែឯងពេលម្ចាស់ឆ្កែចេញទៅធ្វើការឬទៅបំពេញធរៈផ្សេងនៅខាងក្រៅហើយតម្រូវឲ្យឆ្កែនៅចាំផ្ទះតែម្នាក់ឯងវានឹងលូស្រែករកម្ចាស់ការលូរបស់ឆ្កែនេះក៏ដោយសារវាមានអារម្មណ៍ឯកោឬគ្មានឆ្កែផ្សេងទៀតមកលេងជាមួយ4ឆ្កែឈឺឬមានរបួសស្នាមឆ្កែអាចឈឺឬមានរបួសស្នាមនៅលើដងខ្លួនទើបធ្វើឲ្យវាព្រុសឬលូច្រើនជាងពេលធម្មតាដើម្បីបញ្ជាក់ថាវាកំពុងតែឈឺចាប់5ជួបគ្រោះថ្នាក់ឆ្កែអាចមានអារម្មណ៍ខុសប្រក្រតីឬដឹងថានឹងមានគ្រោះថ្នាក់ផ្សេងកើតឡើងពីព្រោះវាអាចដឹងហេតុការណ៍បានលឿនដូចនេះវានឹងព្រុសឬលូដើម្បីឲ្យមនុស្សដឹងអំពីគ្រោះថ្នាក់ទាំងនោះដូចជាមានចោរព្យាយាមចូលក្នុងបរិវេណផ្ទះឬពេលវាឃើញសត្វមានពិសដូចជាឃើញពស់សរុបមកឆ្កែលូគឺជារឿងធម្មជាតិរបស់ឆ្កែនិងបណ្ដាលមកពីមូលហេតុដែលរៀបរាប់ខាងលើនេះហើយវាពុំបានឃើញខ្មោចនោះទេចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរហេតុអ្វីបានជាឆ្កែលូ